ល្ងាចនេះមានច័ន្ទគ្រាមកដឹងត្រណម4យ៉ាងអំពីច័ន្ទគ្រាដែលចាស់និយមប្រាប់តគ្នាមកតាំងពីបុរាណចា៎នេះពេលថ្មីនេះសារព័ត៌មាន The Conversation បានចុះផ្សាយឲ្យបានដឹងថានៅថ្ងៃទី3ខែមិនិនាឆ្នាំ2026នេះនឹងមានបាតុភូតច័ន្ទគ្រាពេញវងពណ៌ក្រហមឆ្អិនឆ្អៅចា Blood Moon ដែលជាច័ន្ទគ្រាពេញវងដំបូងបង្អស់ប្រចាំឆ្នាំ2026តាមប្រភពបានឲ្យដឹងថាបាតុភូតនេះអាចមើលឃើញបាននៅគ្រប់ទីកន្លែងដែលជាផ្នែកខាងស្ដាំឬផ្នែកយប់នៃផែនដីហើយបើតាមគេហទំព័រ Time and Date កម្ពុជាក៏អាចមើលឃើញបាតុភូតនេះដោយផ្ទាល់បានដែរសម្រាប់ប្រទេសកម្ពុជាបាតុភូតនេះនឹងចាប់ផ្ដើមពីម៉ោង 5:53 នាទីល្ងាចនិងបញ្ចប់ទៅវិញនៅម៉ោង 8:23 នាទីយប់ចាក្នុងឱកាសដែលពេលវេលារំកិលចាទៅមុខបាតុភូតច័ន្ទគ្រាពេញវងដំបូងបង្អស់ប្រចាំឆ្នាំ2026ខិតជិតមកដល់នៅរសៀលថ្ងៃទី3ខែមីនាឆ្នាំ2026នេះតាមរយៈเพจហុងស៊ុយរបស់លោកគ្រូចិនសែម៉ុងបានលើកឡើងពីត្រណមចំនួន4យ៉ាងដែលនិយមបានឮតគ្នាចាស់បុរាណមកទល់នឹងបច្ចុប្បន្នអំពីច័ន្ទគ្រាជាក់ស្ដែងត្រណមអំពីច័ន្ទគ្រាទាំងនោះមានដូចជាទី1ហាមកុំឲ្យស្ត្រីមានផ្ទៃពោះចេញក្រៅផ្ទះឬឈរសម្លឹងបាតុភូតនេះទី2ហាមសម្លាប់សត្វព្រោះអាចនាំឲ្យចាឥទ្ធិពលអពមង្គលកាន់តែខ្លាំងជាពិសេសបាបកម្មតាមសងសឹកកាន់តែសាហាវចាទី3ការចេញដំណើរឆ្ងាយតែម្នាក់ឯងគួរប្រយ័ត្នឲ្យបានខ្ពស់បំផុតទី4កុំខឹងកុំធ្វើចិត្តឲ្យឆេវឆាវត្រូវធ្វើចិត្តឲ្យត្រជាក់ចាក្នុងនោះលោកគ្រូចិនសែម៉ុងក៏បានលើកឡើងអំពីអត្ថបទខ្លះនៅវចនានុក្រមសម្ដេចសង្ឃជួនណាតចាដូចតទៅទំនៀមខ្មែរបុរាណសឹងនៅមានជាប់មកដល់សប្តាហ៍ថ្ងៃនេះខ្លះថាស្ត្រីដែលមានផ្ទៃពោះកាលបើប្រទះលើថ្ងៃមានច័ន្ទគ្រាឲ្យយកអកអំបោមកដក់នឹងថ្នាក់ជាដំណើរអបទេថាឲ្យគ្រាកន្លងអកអំបោចុះកុំឲ្យកន្លងកូនក្នុងអូតូបើមានគ្រឿងផ្ទះថ្មីចាស់ដែលនឹងមិនទាន់បានសង់ឬដែលកំពុងសង់នៅមិនទាន់ហើយកាលបើមានគ្រាត្រូវឲ្យយកស្បូវភ្លាំងមកចងនឹងបង្គោលឬដាក់លើគ្រឿងផ្ទះឬចងនឹងមេដំបូលផ្ទះថ្មីនោះកុំឲ្យគ្រាកន្លងចាដោយយល់តាមរឿងរ៉ាវអំពីព្រេងនាថារិហូអសុរិនខ្លាចស្បូវភ្លាំងណាស់ចាទោះបីជាច័ន្ទគ្រាត្រូវមានត្រណមមួយចំនួនតមកតាំងពីបុរាណបែបនេះក្តីលោកគ្រូចិនសែម៉ុងបានបន្តឲ្យដឹងថាបើធៀបរវាងសុគ្រាសនិងច័ន្ទគ្រាគឺច័ន្ទគ្រាមិនអាក្រក់ខ្លាំងដូចសុគ្រាសនោះទេ